bà sum group bà sum đạch trúng bà ai đomประมตุទស្សនិកជននិយមអត្តតាមដានបាទអត្តសនាកសាយពិភពថ្មីដើម្បីសង្គមបាទជួបជាមួយនឹងខ្ញុំបាទបាទរស់មិនយូរហើយអប្រសាទនេះបាទឥឡូវនេះយើងក៏លេខមកមើលនៅក្នុងសង្គមរបស់យើងណាបាទការិយាល័យសង្គមគិច្ចនិងសុខុមាលភាពសង្គមស្រុកបាទកងពិសីបាទរួមអមជាមួយនឹងលោកមេឃុំបាទលោកបាទមេស្រុកបាទនឹងក្រុមការងារបានបាទចុះមកព្រឹកថ្ងៃទី6បាទខែ5 2025សមាគមបាទអតីតយុវជនស្រុកកងពិសីបាទបានបើកប្រាក់អាបេនឡាមរណៈគេហៅថាមរណភាពណាប្រិយមិត្តយើងបាទសង្គ្រោះជូនទៅដល់គ្រួសារអតីតយុវជនមួយគ្រួសារបាទកន្លែងនេះហើយដែលខ្ញុំបាទជាសារព័ត៌មានបាទគឺត្រូវតែផ្សាយដោយសារតែឃើញចំណុចល្អនៅក្នុងស្រុកកងអភិស័យរបស់យើងបាទដូចជាគ្រប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បាទគាត់គិតគូរពីបាទកម្លាំងកងទ័ពជួរមុខណាស់បាទប្រិយមិត្តយើងបាទយើងបន្តមកទៀតបាទដែលបានទទួលមរណភាពនៅក្នុងព្រៃតាមួនឃុំស្នែងក្របីស្រុកកងពិសីបាទទឹកប្រាក់ចំនួន40,000រៀលនិងលិខិតបាទចូលរួមរំលែកទុក្ខរបស់ឯកឧត្តមប្រធានបាទសមាគមអតីតយុវជនខេត្តកំពង់ស្ពឺបាទខ្ញុំបាទសូមអរគុណមែនទែនបាទទៅដល់គេហៅថាសមាគមបាទបងឯកឧត្តមប្រធានសមាគមអតីតយុវជនខេត្តកំពង់ស្ពឺបាទហើយក៏ដូចជាការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់ឃុំបាទគ្រប់ស្រុកបាទក៏ដូចជាលោកពីស្រុកណាបាទដែលលោកបានជួយបាទខិតខំបាទបម្រើប្រជាជនបាទកន្លែងនឹងហើយដែលសារព័ត៌មានយើងបាទលើកយកមកផ្សព្វផ្សាយបាទខ្ញុំបានឃើញកន្លែងល្អគឺបើមិនផ្សាយមិនកើតទេប្រិយមិត្តទស្សនិកជនយើងបាទខ្ញុំបាទរំភើបចិត្តមែនទែនដែលបាទអាជ្ញាធរគ្រប់រំដាប់ថ្នាក់និងគេហៅថាការិយាល័យសង្គមបាទមកកិច្ចសុខុមាលភាពស្រុកកងពិសីហ្នឹងដែលគិតគូរទៅដល់បាទបងអតីតយុវជនដែលគាត់បានទទួលមរណភាពគឺគិតគូរទៅដល់ប្រពន្ធកូនរបស់គាត់បាទអញ្ចឹងបងដែលគាត់បានស្លាប់ទៅហ្នឹងគឺគាត់បានបាទការបិទភ្នែកចិត្តហើយដោយសារតែជានិច្ចការរាជរដ្ឋាភិបាលយើងតែតែគិតគូរទៅដល់ប្រពន្ធកូនរបស់គាត់អញ្ចឹងទៅបាទអញ្ចឹងក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែបាទគិតគូរទៅដល់បាទបងប្អូនបាទគេថាកូនទាំងកូនតូចទាំងប្រពន្ធគាត់ហ្នឹងគឺបានប្រាក់ឧបត្ថម្ភអីចឹងទៅបាទចឹងហើយតិចជ្រៃតិចក្តីច្រើនក្តីហ្នឹងគឺទៅតាមលទ្ធភាពបាទចឹងហើយគឺរាជរដ្ឋាភិបាលគឺលោកតែងតែគិតគូរទៅដល់បាទគេហៅថាបាទសុខភាពនិងសុខភាពរបស់ប្រជាជនហើយក៏ដូចជាកត្តាសំខាន់នេះគឺការកាត់ខំប្រឹងប្រែងរបស់លោកមេស្រុកលោកមេឃុំក៏ដូចជាបាទអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាទសូមអរគុណមែនទែនបាទក្នុងនាមជាសារព័ត៌មានគឺសូមផ្សព្វផ្សាយតែរឿងពិតក៏ដូចជាមិនផ្ដិតដែរបាទជាចុងក្រោយនេះខ្ញុំបាទសូមគោរពជម្រាបលាសម្ដេចទ្រង់ឯកឧត្តមតែត្រឹមនេះបើមានពាក្យពេចន៍កន្លែងណាដែរមិនសមរម្យបាទសូមអខន្តីអភ័យទោសដល់រូបខ្ញុំបាទផងបាទផ្សព្វផ្សាយរឿងពិតរស់មិនយូរហើយអប្រស្អាតបាទផ្សព្វផ្សាយតែរឿងពិតក៏ដូចជាមិនផ្ដិតដែរបាទហើយបងប្អូនប្រិយមិត្តមើលទៅឃើញបាទគេថាមានឪពុកម្ដាយល្អគឺបាទក្នុងភូមិក្នុងស្រុកយើងសប្បុរសប្បាយហើយបាទយើងឃើញហើយនេះការគិតគូររបស់លោកមេស្រុកលោកមេឃុំបាទក៏ដូចជាលោកមេប៉ោះ